ក្មេងប្រុសត្រូវបានបញ្ជូនទៅគ្លីនិកឯកជនដើម្បីព្យាបាលខ្ញុំនឹងចាក់ចេញដោយផ្ទាល់នឹកស្មានមិនដល់មុខរបួសនៅលើក្បាលឈឺចាប់ខ្លាំងសំណាងល្អវេជ្ជបណ្ឌិតបានធ្វើឲ្យគាត់មានស្ថិរភាពទាន់ពេលវេលាបើមិនដូច្នោះទេផលវិបាកនឹងមិនអាចនឹកស្មានដល់បន្ទាប់មកខ្ញុំបានប្រាប់គាត់យ៉ាងឆាប់រហ័សថាគុំធ្វើចលនាធម្មតាដោយសារតែមុខរបួសទើបតែត្រូវបានរុំនៅពេលវាធ្លាក់វាធ្ងន់ធ្ងរបន្ទាប់មកគាត់ញឹមហើយចាក់ចេញសម្រាប់ពេលនេះពេលស្លាប់ទាំងយប់ខណៈពេលដែលក្មេងប្រុសកំពុងដេកលក់វេជ្ជបណ្ឌិតបានមកពិនិត្យមើលថាតើស្ថានភាពនេះកាន់តែអាក្រក់ទៅឬអត់ប៉ុន្តែដោយមិននឹកស្មានដល់គាត់ភ្ញាក់ឡើងនៅពេលគាត់យកឧបករណ៍វេជ្ជបណ្ឌិតបានធានាយ៉ាងឆាប់រហ័សថាកុំខ្លាចនឹងភ័យខ្ញុំនៅទីនេះដើម្បីពិនិត្យមើលថាតើសម្ពាធឈាមរបស់ខ្ញុំបានកើនឡើងអ្នកជាអ្នកជំនាញអ្នកតាមដានស្ថានភាពអ្នកជំងឺរបស់អ្នកគ្រប់ពេលប៉ុន្តែខ្ញុំមិនរំពឹងថានឹងមានភាពអាសន្នកើតឡើងនៅពេលនេះទេក្បាលរបស់ក្មេងប្រុសចាប់ផ្ដើមឈឺយ៉ាងខ្លាំងវាមើលទៅដូចជាវានឹងផ្ទុះឡើងវាឈឺចាប់ខ្លាំងណាស់ដែលគាត់ស្រែកនឹងតស៊ូវេជ្ជបណ្ឌិតក៏មានការភ័យខ្លាចនៅនឹងកន្លែងដែរហើយគាត់មិនដឹងថាមានអ្វីកើតឡើងទេបន្ទាប់មកខ្ញុំបានឃើញគាត់ស្លាប់វាកាន់តែអាក្រក់ទៅនៅពេលខ្ញុំហៀបនឹងហៅនរណាម្នាក់ដោយមិននឹកស្មានដល់ក្មេងប្រុសនោះស្រាប់តែភ្ញាក់ឡើងម្ដងទៀតបន្ទាប់មកពិគ្រោះយ៉ាងឆាប់រហ័សអំពីស្ថានភាពតើមានភាពមិនស្រួលទេទីបំផុតគាត់បានស្ងប់ស្ងៀមបន្ទាប់ពីប្រើថ្នាំម្ដងទៀតខ្ញុំពិតជាខ្លាចស្ថានភាពភ្លាមនៅពេលនេះឲ្យគាត់សម្រាកដោយស្ងប់ស្ងាត់នៅពេលគាត់ចាក់ចេញប្រសិនបើមានអ្វីកើតឡើងគ្រាន់តែបន្លឺកណ្ដឹងហើយអ្នកនឹងនៅទីនោះទាន់ពេលព្រឹកព្រលឹមគ្រូពេទ្យបានមកជូនដំណឹងដល់គាត់ថាដបថ្នាំអាចត្រូវបានរំសាយចេញបន្ទាប់ពីព្យួរក្មេងប្រុសនេះមានការភ័យខ្លាចយ៉ាងខ្លាំងដែលគាត់ស្ទើរតែលោតឡើងតើវាអាចទៅរួចយ៉ាងដូចម្ដេចខ្ញុំបានចេញពីមន្ទីរពេទ្យ2ថ្ងៃមុនពេលដែលមុខរបួសបានជាសះស្បើយ小伙被送到私人诊所就诊，本想打算直接离开的，可不料头上的伤口非常的疼痛，也幸亏医生及时把他稳住，不然后果不堪设想。随